នេះគឺជាសំណួរដែលតាក់ទងទៅនឹង article បាទតើនៅក្នុង article យើងមានព័ត៌មានអីខ្លះដែលយើងត្រូវដឹងពី article មួយនេះអញ្ចឹងយើងមើលសំណួរទី1នេះតាក់ទងនឹង information of the article ទី1 topic title publication year អញ្ចឹងថាតើ article នេះមានចំណងជើងបែបណាហើយឆ្នាំរបស់ពុំឆ្នាំណាអញ្ចឹងយើងអាចមើលនៅក្នុងចម្លើយនេះយើងឃើញថាចំពោះ article journal ដែលមានចំណងជើងថា a certain progress of steel bar corrosion diagnostic technique in all C structure is selected to respond to the question above regarding to the short paperwork អញ្ចឹង article journal ប្រភេទនេះយើងឃើញថាចំណងជើងរបស់ article នេះគឺ recent progress of steel bar អញ្ចឹងយើងទៅមើលប្រភេទ journal ទាំងអស់គ្នាបាទអញ្ចឹងនេះជា journal ដែលបានបោះពុម្ពរួចហើយអញ្ចឹងឈ្មោះ article ហ្នឹងគឺមានចំណងជើងថា recent progress of steel bar នេះបាទជាឈ្មោះរបស់ article ណាអញ្ចឹងបន្តមកយើងមើល source affiliation បាទព័ត៌មានដែលទាក់ទងជាមួយនឹងអ្នកនិពន្ធអញ្ចឹងអ្នកនិពន្ធមានក្នុងនេះមានដុំនូមានJohn Lee and Jonan Lee អញ្ចឹងគាត់មកពីណា School of Human Settlement បន្ទាប់មកមានកងស៊ីងលីមNurul Asrar Mohammad Nasar គាត់មកពី Phonics Research Center អញ្ចឹងយើងមើលនៅក្នុងនេះអញ្ចឹងព័ត៌មានគឺមាននៅក្នុងនេះណាតាក់ទងទៅនឹងដងលូលេខ1នេះគាត់មកពីស្ថាប័នដូចគ្នាណាស្ថាប័នដូចគ្នាមកពីគ្រឹះស្ថានដូចគ្នាលេខ2នេះគាត់មកពីគ្រឹះស្ថានឬក៏ស្ថាប័នដូចគ្នាអញ្ចឹងនេះយើងមើលព័ត៌មានចំពោះ author and affiliation ណាយើងមើលនៅក្នុងនេះមកអញ្ចឹងដងលូហើយនឹងJohn Lee និងJonan Lee នេះគាត់មកពី School of Human Settlement and Civil Engineering បន្ទាប់មក Nurul Asrar Mohammad Nasar និង Qasim Lim ហើយនឹង Harith Ahmad គាត់មកពី Phonics Phonics Research Center បាទនេះគឺតទៅនឹងចំណុចទី2នៃសំណួរទី1ហើយចំណុចទី3 keyword យកពីណា keyword យើងមើលបាទនេះគឺជា keyword នៅក្នុង journal បាទនៅក្នុង article ហ្នឹងសំទោសនៅក្នុង article ហ្នឹងជាង keyword មាន correction of steel bar correction rate correction current density physical method electrochemical method អូខេបាទអញ្ចឹងតើតងចំណុចទី4 what is DOI DOI មានអីខ្លះអញ្ចឹងនេះជាចម្លើយរបស់ DOI យើងអាចមើលនៅក្នុង article នេះបាទនេះជាលេខ DOI នៅខាងក្រោមនេះបាទលេខ DOI នេះអូខេគឺជាលេខដែលសម្រាប់សម្គាល់ article នេះចំណុចទី5សួរថា how many reference in the article តើនៅក្នុង article ហ្នឹងមាន reference ប៉ុន្មានអញ្ចឹងតើតង reference exercise យើងអាចរាប់ reference នៅក្នុង article នេះយើងឃើញថានេះជាលេខ reference យើងមានរហូតដល់168ណា168 reference អូខេបាទអញ្ចឹងយើងរាប់តាមនឹងមក for the article are there any citation if any how many តើសម្រាប់ article នេះមាន citation ប្រមាណមាន citation ដែរទេ citation ដែលករណីដែលគេផ្សាយarticle របស់គាត់ហ្នឹងយកទៅប្រើសម្រាប់ research ផ្សេងណាអញ្ចឹងយើងធ្វើមិនដឹងថា article ហ្នឹងត្រូវបានគេផ្សាយឬអត់យើងចូលទៅមើលនៅក្នុង Google Scholar ប៉ុន្តែយើង copy ចំណងជើង article នេះមកអញ្ចឹងបាទយើង copy ចំណងជើង article នេះ copy ហើយយើងយកទៅដាក់នៅក្នុង Google Scholar Google ហើយយើងចូល Scholar
តមកទៀតយើងចូលទៅ Google Scholar ហើយយើងផាសចំណងជើង article មិញដាក់ក្នុងនឹងមកនេះគឺជា article ដែលយើងចង់រកតាក់ទងចំនួន citation ណាបាទនេះគឺ recent progress our steel bar correction គឺដងលូនិងJohn Lee ចឹងណាចឹង citation នេះនៅកន្លែងនេះ citation មានន័យថា article នេះត្រូវបានគេផ្សាយដល់64ហើយមានន័យថាគេយក article របស់គាត់ទៅធ្វើជា reference ណា reference ចឹងចំនួន64 slide ណា citation បាទសំណួរបន្ទាប់យើងមើលសំណួរបន្ទាប់សំណួរទី2ធំតាក់ទងទៅនឹង publication ការបោះពុម្ពអញ្ចឹងការបោះពុម្ពយើងមើល name of the journal ឈ្មោះរបស់ journal ឈ្មោះអីគេណានិង name of the publisher អញ្ចឹងយើងមើលឈ្មោះរបស់ journal យើងមើល logo ពីរនេះ logo ខាងឆ្វេងដៃឈ្មោះថា sensor logo ស្ដាំដៃឈ្មោះថា MDPI អញ្ចឹង sensor ហ្នឹងគឺជាឈ្មោះរបស់ journal បាទឈ្មោះរបស់ journal ណាMDPI ជាឈ្មោះរបស់ publisher អូខេអញ្ចឹងយើងមើលចម្លើយនៅក្នុងនេះ name of journal គឺ Censor the leading international peer reviews open access journal on the science and technology of science អញ្ចឹងយើងចង់ដឹងព័ត៌មានលម្អិតតាក់ទងទៅនឹង journal នេះយើងចុចលើ Censor មកចុចលើ Censor នេះ yes បាទនេះគឺជាព័ត៌មានតាក់ទងទៅនឹង journal Censor បាទហើយអូខេ journal Censor the leading international peer review អូខេនេះ Censor is an international peer review open access journal on the science and technology of Censor published semi-monthly online by MDPI អូខេចឹង name of publisher គឺ MDPI appointed in scholarly open access publishing and has supported academic community since 1996 បាទចឹងយើងចង់ដឹងព័ត៌មានតាក់ទងទៅនឹង publisher MDPI នេះយើងចុចលើ MDPI នេះមកបាទយើងចុចលើហ្នឹងបាទចឹងយើងអាចមើលព័ត៌មានបន្ថែមតាក់ទងនឹង MDPI បាទអូខេតាក់ទងទៅនឹងព័ត៌មានរបស់ MDPI ព័ត៌មានរបស់ publisher ណា publisher យើងអាចយកinformation បាទព័ត៌មានបន្ថែមអញ្ចឹងក្នុងមានច្រើនយើងអាចមើលបន្ថែមទៅអញ្ចឹងសំណួរបន្ទាប់គឺតាក់ទងជាមួយនឹង name of editor in chief plus affiliation តាក់ទងឈ្មោះរបស់អ្នក edit បាទអ្នក edit ហើយបន្ថែមជាមួយនឹងព័ត៌មានរបស់គាត់អញ្ចឹងយើងធ្វើម៉េចយើងទៅមើល journal Censor បាទ journal Censor នេះយើងមើលព័ត៌មានតាក់ទង journal Censor នេះយើងមើលអូខេតាក់ទងជាមួយនឹងeditorial board បាទ editorial board បាទនេះគឺជាឈ្មោះរបស់ editorial board ឬក៏គេហៅថា editor in chief អញ្ចឹងយើងអាចជ្រើសរើសពី3មកក៏បានដែរហើយតាក់ទងទៅនឹង affiliation របស់គាត់នេះមានន័យថា search by name and affiliation អញ្ចឹងឈ្មោះរបស់គាត់ថា Professor Dr. Vittorio MN Passaro editor in chief ហើយ departmental di in general នេះជា affiliation របស់គាត់ណា Department of Political and Information Engineering នេះគឺជា affiliation របស់គាត់អញ្ចឹងណាឈ្មោះរបស់គាត់នេះ Professor Dr. Vittorio នេះជា affiliation ជាព័ត៌មានបន្ថែមទាក់ទងទៅនឹង background របស់គាត់អូខេអញ្ចឹងយើងអាចដាក់ឆ្លើយតាមនេះមកបាទនេះអូខេនេះឧទាហរណ៍ថា Dr. Selham គាត់មកពី Department of Infrastructure Engineering the University of Melbourne VIC 3010 Australia អូខេ
ចឹងគេដាក់ព័ត៌មានរបៀបនេះមកតមកតទៅជាមួយនឹង scope and aim of the journal scope and aim of the journal ចឹងយើងមើលនៅក្នុង journal Sincere ដដែលយើងមើលនៅក្នុង about aim and scope បាទនេះគឺជាព័ត៌មានតទៅ aim and scope របស់ journal Sincere ណាចឹងយើងអាច copy តំណែងនេះមកមាន aim and scope ទៀតតមកតទៅសំណួរបន្តទៀតបាទសំណួរចុងក្រោយ How can you evaluate the journal reputation មានន័យថាកេរ្តិ៍ឈ្មោះរបស់ journal តើ journal Sincere ហ្នឹងជាចំណាត់ថ្នាក់ជាប្រមាណក្នុងបាទចឹងតើមិនដឹងយើងតែមើលរេងរបស់ journal ចឹងយើងអាចវាយនៅក្នុង Google មកយើងនៅក្នុងនេះយើងដាក់ journal ranking នេះ Google វាយថា journal ranking ហើយយើងចូលកន្លែង SJR Scientific Journal Ranking យើងចុចទៅហ្នឹងបាទបន្ទាប់ពីចុចលើហ្នឹងហើយយើងទៅ search មើលឈ្មោះ journal របស់យើងបាទយើងអាចវាយឈ្មោះ journal មកបាទនៅក្នុងនេះយើងចាំវាយកន្លែង search នេះបាទ search នេះយើងវាយថា Sincere ឈ្មោះ journal របស់យើងគឺ Sincere អញ្ចឹងយើង search មកបាទនេះបាទ Sincere គឺpublisher របស់ Sincere នៅ Switzerland ហ្នឹងគឺ MDPI journal របស់យើងដែលយើង download មកគឺ MDPI អូខេតាម journal ទៅណាគាត់នេះនេះអូខេចឹងនេះគឺ MDPI ជាឈ្មោះ publisher ណាចឹងយើងចុចចូលក្នុងនេះចឹង Sincere ហ្នឹងគឺទីតាំងនៅប្រទេស Switzerland ចឹងចុចក្នុងនេះមកអូខេចឹងនេះគឺជាតំណែងតកតងទៅនឹងreputation របស់ journal Sincere យើងឃើញថាជាប់គុយ 1 បាទគុយ 1 ហ្នឹងគឺកម្រិតលេខ 1កម្រិតលេខ 1 កម្រិតដែលល្អណាកម្រិតដែលល្អអញ្ចឹងយើងអាចមើលក្នុងនេះបន្ថែមយើងឃើញថាបើតកតងជាមួយនឹង analytical chemistry ផ្នែកគីមីវិទ្យាឆ្នាំ 2002 គឺផ្នែកគីមីវិទ្យាជាប់គុយ 4 បាទគុយ 4 មែនកម្រិតចំណាត់ថ្នាក់លេខ 4 ណាអូតែរហូតដល់ឆ្នាំ 2024 ឃើញថា journal ប្រភេទ analytical chemistry នេះចំពោះ journal Sincere គឺជាប់ចំណាត់ថ្នាក់លេខ 1 គុយ 1 គឺ grade 1 គេ grade 1 ផ្នែក atomic and molecular physics and optics យើងឃើញថារហូតដល់ឆ្នាំ 2024 នេះគាត់ទទួលបានចំណាត់ថ្នាក់លេខ 2 ផ្នែក biochemistry ទទួលបានចំណាត់ថ្នាក់លេខ 2 ផ្នែក electrical and engineering ផ្នែកវិស្វកម្មអគ្គិសនីនិងវិស្វកម្មអេឡិចត្រូនិកគឺគាត់ជាប់កម្រិតលេខ 2 បាទលេខ 2 ចឹង information system គឺមិនមានទេមកដល់ឆ្នាំ 2018 ទើបតែមាននៅឆ្នាំ 2020 ណា instrumentation mini science បាទចឹងតើតងផ្នែក electrical and electronic engineering គឺជាប់ចំណាត់ថ្នាក់លេខ 2 ណាចឹងយើងអាចមើលព័ត៌មានបន្ថែមមកក្រោមនេះយើងឃើញថា journal of science 75% measurement គឺ 56% ហើយនឹង electronic ហ្នឹងគឺ 52% បាទនេះគឺជាកម្រិតទៅតាមឆ្នាំនីមួយៗគឺជាកំណើនទៅតាមឆ្នាំនីមួយៗបាទនេះគុយ 1 ចំពោះគុយ 1 គឺផ្នែក analytical chemistry គឺជាប់គុយ 1 ណាមានន័យថា grade 1 បាទអញ្ចឹងយើងចង់មើលតកតង reputation តកតងកេរ្តិ៍ឈ្មោះរបស់article ហ្នឹងថាតើ article Sincere ហ្នឹងជាប្រភេទ article ដែលល្អឬក៏មិនល្អយើងអាចមើលទៅតាម journal ranking ហ្នឹងអូខេអញ្ចឹងនៅក្នុងសំណួរនេះគឺជាសំណួរដែលឲ្យយើងស្គាល់ពី journal មួយច្បាស់ថាតើ journal នេះបោះពុម្ពនៅឯណាអ្នកណាជាអ្នកបោះពុម្ពហើយ author
អ្នកដែលបង្កើត journal ហ្នឹងគឺជាអ្នកណាបាទគឺឲ្យយើងដឹងពីគន្លឹះសំខាន់ៗឬក៏ព័ត៌មានសំខាន់ៗរបស់ journal មួយបាទអញ្ចឹងតកតងផ្នែកអគ្គិសនីយើងអាច download journal នៅក្នុង sensor មួយមកសំទោសយើងអាច download journal នៅក្នុង Scholar ឧបមាថានៅក្នុង Google Scholar អូខេយើងមើលក្នុង Google Scholar អ្នក Google Scholar ប្រភេទនេះយើងអាចយើងចង់ដឹងយើងចង់មើលតកតងនឹងអគ្គិសនីឧបមាថាយើងចង់ដឹងពី article និយាយអំពី solar energy យើងចុច solar energy មកនៅក្នុង Google Scholar ណាចុច solar energy មកចឹងនៅក្នុងនេះមាន solar energy ច្រើនជាប្រភេទ journal ដែលបានបោះពុម្ពហើយជាប្រភេទ article ដែលបានបោះពុម្ពហើយណាអូខេចឹងឧទាហរណ៍ថា solar energy potential and future prospect អូខេចឹងអ្នកចំនួន site រហូតដល់ 3000 បាទចឹងទើបបានបោះពុម្ពនៅឆ្នាំ 2018 ហ្នឹងចឹងយើងអាចចូលទៅមើលថាគាត់បោះពុម្ពនៅឯណាហើយចំពោះ journal ឈ្មោះ journal អីហើយ publisher ឈ្មោះអីគេយើងអាចចូលមើលលម្អិតមកចឹងនៅក្នុងនេះគឺនៅក្នុង Elsevier នៅក្នុង journal Elsevier ចឹងយើងអាចទៅមើលលម្អិតបន្ថែមហើយយើង open មកនេះចឹងមានន័យថាចំពោះ solar energy potential and future prospect នេះយើងឃើញថាចំពោះ journal គឺ journal ឈ្មោះថា Elsevier ណា Elsevier ហើយចំពោះ publisher គឺនេះជា publisher របស់គាត់ហ្នឹងយើងមើលលម្អិតក្នុងនេះមើលលម្អិតក្នុងនេះទៅតាម publisher អូខេអញ្ចឹងយើងចង់ដឹងថាតើឈ្មោះរបស់ Elsevier តកតងនឹង site N ហ្នឹងជាប់ចំណាត់ថ្នាក់លេខបានយើងអាចមើលក្នុង journal ranking អញ្ចឹងយើងវាយឈ្មោះមកឈ្មោះអូខេឈ្មោះ Elsevier ខ្ញុំបិទអានេះសិនគេនេះ Elsevier បាទនៅក្នុងនេះមិនcopy បានខ្ញុំវាយចូលមក Elsevierអូខេចឹង Elsevier នៅក្នុង United Kingdom នៅក្នុង United States អូខេចឹងមានច្រើនណាស់ឥឡូវយើងមើលនៅក្នុង United Kingdom ចឹងយើងមើល ranking នៅក្នុង United Kingdom នេះយើងឃើញថាគុយវ័នទាំងអស់ចឹង Elsevier នឹងគឺល្អមែនតើណាតកតងផ្នែក medicine ណាផ្នែក medicine គឺល្អមែនតើតាំងពីឆ្នាំ 1999 ដល់ឆ្នាំ 2023យើងឃើញថាជាប់ grade 1 ទាំងអស់អញ្ចឹង article នេះសំទោស journal នេះគឺល្អមែនតើជាប់ចំណាត់ថ្នាក់លេខ 1បាទគុយវ័នទៅតង medicine miscellaneous អូខេអញ្ចឹងយើងអាចមើលតកតងនេះ Blood Journal of College Renewable and Sustainable Energy នេះតកតងនឹងrenewable energy solar system ហ្នឹងហើយយើងអាចចុចមើលនៅក្នុងចំណាត់ថ្នាក់លេខប្រមាណបាទគឺគុយវ័នដែរចំពោះ journal ប្រភេទនេះបាទ renewable energy sustainable reliability and environment អូខេប្រភេទរបស់គាត់ហ្នឹងគឺគុយវ័នគឺល្អមែនតើបាទជាង journal ប្រភេទនេះល្អជាងjournal Sensei ទៀតបាទអញ្ចឹងរបៀបមើលjournal ហើយនិង article គឺបានបញ្ចប់ហើយអូខេសូមអរគុណ